ជំរាបសួរខ្ញុំរិស័យជាអគ្គនាយកនៃក្រុមហ៊ុនមេរកិច Capital and Development ថ្ងៃនេះខ្ញុំមានកិត្តិយសដើម្បីជម្រាបជូនអស់លោកស្រីអំពីគម្រោង Kato Tower គម្រោង Kato Tower របស់យើងខ្ញុំគឺក្រោមការផ្ដួចផ្ដើមរបស់លោក Nakato Daiku ដែលលោកគាត់ជាអ្នកជំនួញជើងចាស់មួយរូបនៅប្រទេសជប៉ុននៅទីក្រុងអូសាកាហេតុនេះហើយបានជា Kato Tower របស់យើងគឺមានឈ្មោះ Kato ដែលជាឈ្មោះខ្លីនៃឈ្មោះរបស់លោក Nakato Daiku គម្រោង Kato Tower របស់យើងគឺយើងមានកម្ពស់រហូតដល់67ជាន់ហើយនៅក្នុងនោះគឺយើងមានផ្នែកខាងក្រោមជាចំណតរថយន្តផ្នែកបន្ទាប់គឺជាសណ្ឋាគារលំដាប់កាយហើយចំពោះផ្នែកខាងលើរហូតដល់ជាន់ទី67គឺយើងមានជាប្រភេទ condo ដែល condo នោះគឺយើងមានចាប់ពីបន្ទប់ studio ទំហំ31ម៉ែត្រការ៉េបន្ទប់ one bedroom ទំហំ45ម៉ែត្រការ៉េបន្ទប់ប្រភេទ two bedroom ដែលមានទំហំពី50ម៉ែត្រការ៉េរហូតដល់115ម៉ែត្រការ៉េហើយក៏យើងមានប្រភេទបន្ទប់ three bedroom ដែលមាន3បន្ទប់គេនៅចំខាងកែងនៃអគារហើយក៏យើងក៏មានជាប្រភេទ penthouse ចំនួន4ជាន់ទៀតសម្រាប់គឺនៅជាន់ទី63រហូតដល់ជាន់ទី66ក្រៅពីទីតាំងរបស់ Kato Tower នៅក្នុងតំបន់បឹងកេងកងមួយដែលជាតំបន់ល្អតាគេនៅក្នុងទីក្រុងភ្នំពេញ Kato Tower ត្រូវបានរចនាឡើងដោយ Master Architect ដែលជាជនជាតិជប៉ុនដែលលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងទីក្រុង Kyoto បាទដែលធានាថា Kato Tower នឹងរចនាឡើងដោយមានភាពទំនើបនិងស៊ីវិល័យស្របទៅតាមបទដ្ឋានជប៉ុននិងបែបបទទៅតាមការរស់នៅរបស់ប្រទេសកម្ពុជាហើយលើសពីនេះទៅទៀតគឺយើងមានការចូលរួមសហការពីដៃគូប្រឹក្សាយោបល់ consultant អន្តរជាតិជាច្រើនដូចជាខាង Kowa ដែលគាត់ជាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលីដើម្បីមកជួយទៅលើការសិក្សាទៅលើគុណភាពរបស់សំណង់ហើយយើងក៏មានក្រុមហ៊ុន Mindhat Cambodia ដែលគាត់ជាក្រុមហ៊ុនអន្តរជាតិមានទីតាំង head office នៅប្រទេសសិង្ហបុរីដែលគាត់នឹងដើរតួជាអ្នក third party review ទៅលើការសិក្សាគ្រឹះក៏ដូចជា structure របស់អគារដើម្បីធានាបាននូវសុវត្ថិភាពនិងភាពរឹងមាំរបស់ Kato Tower សម្រាប់ព័ត៌មានបន្ថែមខ្ញុំសូមអញ្ជើញអស់លោកស្រីអញ្ជើញមកទីតាំង Sale Gallery របស់ Kato Tower ដើម្បីទទួលបានព័ត៌មានច្បាស់បន្ថែមបាទសូមអរគុណ